ឆ្នាំថ្មីជាមួយនឹងផលិតផលថ្មីជាមួយនឹងរូបរាងថ្មីជាមួយនឹងកម្រិតវីដេអូដែលច្បាស់ល្អណែអ្នកនិយាយគឺវាមិនថ្មីនោះទេហើយបងប្អូនទាំងអស់គ្នាស្វាគមន៍បងប្អូនមកកាន់វីដេអូថ្មីខ្ញុំបាទណាចាថ្ងៃនេះខ្ញុំនឹងបង្ហាញផលិតផលថ្មីមួយទៅកាន់បងប្អូនទាំងអស់គ្នាមួយនោះគឺជាប្រភេទ Smart UI Wi-Fi Bullet Camera នៃកាមេរ៉ាមួយនេះគឺវាមកជាមួយនឹងមុខងារមួយចំនួនដូចជា AI Human Detection AI Vehicle Detection ដែលវា detect សកម្មភាពទាំងឡាយណាពាក់ព័ន្ធជាមួយនឹង motion របស់មនុស្ស motion របស់យានយន្តនិងផ្ញើសារមកកាន់ទូរស័ព្ទដៃរបស់យើងផងដែរប៉ុន្តែប៉ុណ្ណោះក៏វាមាន feature មួយចំនួនទៀតដូចជា Smart Compression ដើម្បីជួយកាត់បន្ថយនៃការស៊ីទៅលើ memory របស់យើងផងដែរប៉ុន្តែប៉ុណ្ណោះក៏វា support ជាមួយនឹង Wi-Fi 6ដែលធ្វើឲ្យការ transmit data ក៏ដូចជាការ live view របស់យើងក៏កាន់តែលឿនកាមេរ៉ានេះផងដែរក៏វាមានអាចក្រោះការពារទឹករហូតដល់ IP67 ដែលបងប្អូនអាចធ្វើការដាក់នៅខាងក្រៅក៏បានដាក់នៅក្នុងផ្ទះក៏បានអញ្ចឹងកុំសង្ស័យខាត់ទៅ view ទៅមើលការ testing របស់ខ្ញុំទាំងអស់គ្នា let's go ចំពោះកាមេរ៉ាដែលខ្ញុំយកមកបង្ហាញបងប្អូនទាំងអស់គ្នានោះគឺកម្រិតត្រឹមតែ3 megapixel ទេប៉ុន្តែតម្លៃកាមេរ៉ាប្រភេទ model នេះគឺយើងមានរហូតដល់2កម្រិតដូចជាកម្រិត3 megapixel និង5 megapixelអូខេខ្ញុំចូលចិត្តទីតាំងនេះផ្ទាល់ដើម្បី test សម្រាប់បងប្អូនទាំងអស់គ្នាដោយសារទីតាំងនេះវាមាន motion 2ដែលកាមេរ៉ានេះវាចាប់បានគឺ AI ទៅលើមនុស្សចាប់សកម្មភាពមនុស្សហើយនិង AI ចាប់ទៅលើយានយន្តតើការកំណត់ motion ក៏ដូចជាមុខងារ WDR មុខងារកាត់ពន្លឺតើយើងបិទបើកបែបម៉េចហើយ color វាដូរបែបម៉េចខ្ញុំនឹងបង្ហាញនៅក្នុងវីដេអូនឹងទាំងអស់គ្នាផងដែរកុំឲ្យខាត់ពេលម្ដងទៀតយកទៅមើលការ testing ជាមួយនឹងខ្ញុំទាំងអស់គ្នា let's go អូខេឥឡូវយើងចូលទៅដល់កាមេរ៉ារបស់យើងបាទអញ្ចឹងអាចមើលអក្សរបានអូខេនេះវាកម្រិត3 megapixel ស្មើនឹង 2K ណាបងប្អូនឃើញទេបាទអញ្ចឹងអានេះនៅខាងមុខទេអញ្ចឹងវាមាន2កម្រិតហើយនៅកម្រិតនេះអត់ទាន់បើកមុខងារ WDR ទេយើងមើលទៅវារៀងសតុំណាដោយសារ Mate Smart នេះគឺជាម៉ោង5 ដល់8នាទីហើយអញ្ចឹងយើងចូលបើកមុខងារ WDR ដែលយើងអាចចូលនៅក្នុង image adjustment មកយើងបើក WDR លឹបបែរមិននៅពេលរៀងប្រឡប់ណាប៉ុន្តែនេះដោយសារខ្ញុំបើកមួយមុខងារ WDR ដែរហើយទីតាំងនេះគឺទីតាំងជាក់ស្ដែងដែលខ្ញុំកំពុងតែ live នោះបាទហើយបងប្អូនអាចមើលនៅក្នុងកាមេរ៉ាបានដូចគ្នាដូចជាកាមេរ៉ាទូរស័ព្ទនេះជាកាមេរ៉ា security របស់យើងអូខេអញ្ចឹងសម្រាប់នេះគឺជាមុខងារ Smart UI អញ្ចឹងនៅពេលយប់វានឹងបើកជា color សខ្មៅហើយពេលដែលខ្ញុំធ្វើការដើរកាត់ទៅលើជាមួយនឹងកាមេរ៉ាមួយហ្នឹងវានឹងបាញ់ flash ទៅជា full color អូខេអញ្ចឹង flashlight វានឹងបាញ់មកកាន់ detection របស់ខ្ញុំហើយវានឹងធ្វើការបាញ់ flash បែបហ្នឹងហើយយើងអាចចូលកំណត់ជាមួយនឹង AI 2ដែលមុខងារនៅគឺ AI Human Detection ហើយនិង AI Vehicle Detection អញ្ចឹងចូលកន្លែង AI មកយើងបើកទៅលើមុខងារទាំងអស់ហ្នឹងមកអូខេយើងមាន Human Detection យើងមាន Vehicle Detection អូខេសម្រាប់ area ក៏យើងអាចធ្វើការ configuration បានផងដែរជាមួយនឹង area យើងអាចទាញមកបាទយើងអាចទាញ select មកអូខេបាទអញ្ចឹងឧទាហរណ៍ថានៅក្នុងក្រុមមួយនេះបើសិនជាខ្ញុំចូលកន្លែងទីតាំងហ្នឹងទៅវា send ជា notification ដល់ខ្ញុំតែបើក្រៅពីទីតាំងហ្នឹងគឺវាអត់ send ឲ្យទេបន្តមកខ្ញុំធ្វើការចុចលើអេក្រង់មួយមកខ្ញុំចុចគេថា save អូខេអញ្ចឹងវាត្រូវបាន save រួចរាល់ហើយនៅពេលដែលបងប្អូនដាក់ហើយបងប្អូនចូលទីតាំងមួយហ្នឹងប៉ុន្តែក៏វាអត់ទាន់ send ជា notification ឲ្យបងប្អូនឃើញដែរលុះត្រាតែបងចូល message មួយនេះបន្តមកយើងបើកថា notification បន្តមកយើងយកពាក្យថា receive message and send notification អូខេយើងដាក់មកបន្តមកយើងយក alarm type ជាប្រភេទអីគេដោយសារយើងយកជា human detection យើងអាចដាក់ human ហ្នឹងមកបាទពេលយើងកំណត់ហើយយើងចេញមកវិញយើងដើរទៅវានឹងផ្ញើសារមកកាន់ទូរស័ព្ទដៃរបស់យើងហើយឃើញទេបាទអញ្ចឹងខ្ញុំចុចចូលលឹបបងប្អូនអាចនឹងឃើញយើងអាច view វីដេអូ click បានដោយសារនៅក្នុងហ្នឹងវាឲ្យជាវីដេអូ click អញ្ចឹងនៅពេលដែលខ្ញុំចូលដល់ទីតាំងដែលខ្ញុំកំណត់ភ្លាមវានឹង alert message ឲ្យយើងឃើញទៅតាមទូរស័ព្ទដៃ click អញ្ចឹងបើសិនជាខ្ញុំនៅទីតាំងហ្នឹងដែរមិនទាន់ដល់ទីតាំងដែលយើងគូមានន័យថាវាអត់ដំណើរការផ្ញើសារមកកាន់ទូរស័ព្ទដៃរបស់យើងទេហើយមួយទៀតបើសិនជាយើងកំណត់រួចហើយយើងមិនបានធ្វើការset up ជាមួយនឹង notification នៅក្នុងទូរស័ព្ទដៃទេវាក៏ផ្ញើសារមកកាន់ទូរស័ព្ទដៃរបស់យើងផងដែរណាអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូមួយនេះពីដើមរហូតដល់ចប់ហើយខ្ញុំមានកាដូមួយសម្រាប់បងប្អូនទាំងអស់គ្នានៅពេលមើលវីដេអូនេះចប់អញ្ចឹងអ្នកដែល share ទៅលើវីដេអូរបស់ខ្ញុំមួយនេះទី1ហើយនិងទី2ខ្ញុំឲ្យកាដូជាមួយនឹងកាតាបជាងដែលយើងក្បាត់ជាមួយនឹងចង្កេះមួយអញ្ចឹងខ្ញុំឲ្យចំនួន2អ្នកបន្ទាប់ share អ្នកទី3ហើយនិងទី4បានទទួលបានអាវយឺតដ៏ស្រស់ស្អាតពីដាហោមួយដែលខ្ញុំកំពុងពាក់នេះរហូតពីរង្វាន់អ្នក share ទី5ហើយនិងទី6ខ្ញុំនឹងឲ្យ10ទឹកមួយនេះបាទ share ទី7ខ្ញុំនឹងឲ្យវ៉ែនតាដ៏ស្រស់ស្អាតដែលមាន logo ដាហោនៅកន្លែងនេះផងដែរ See you in the next video bye